បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងបង្ហាញគ្នាយើងអំពីរមាំងចុងក្រោយនៃវិញ្ញាសាទី1ណាចឹងដែលលោកគ្រូបានធ្វើវីដេអូកន្លងមកមាន5ភាគហើយចំពោះវិញ្ញាសាទី1នេះចឹងនេះវាជាវីដេអូភាគទី6ហើយក៏ជាវីដេអូនៃចុងបញ្ចប់វិញ្ញាសាទី1របស់យើងដែរសម្រាប់ត្រៀមប្រឡងបាក់ឌុបនៅពេលឆាប់ៗនេះណាបាទអញ្ចឹងថ្ងៃនេះគឺយើងនឹងបង្ហាញរមាំងទី7ទាក់ទងទៅនឹងវីទ័រក្នុងលំហណាទាក់ទងនឹងវីទ័រក្នុងលំហលំហាត់របស់យើងគឺគេនិយាយថានៅក្នុងតម្រុយ autonormal OECK គឺគេមានចំណុច A មាន coordinate ដក1 2 3 B វិញគឺ0ដក1 1ហើយនឹង C 2 3 5ចេញចំពោះសំណួរចំណុចកគឺរកសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ L ដែលកាត់តាមចំណុច B និង C ណាហើយខគឺសរសេរសមីការប្លង់ P ដែលកាត់តាម A ហើយកែងនឹងបន្ទាត់ L គោរក coordinate ចំណុចប្រសពហាស់រវាងបន្ទាត់ L និងប្លង់ P ហើយចំណុចខគឺយើងរកប្រភេទត្រីកោណ ABC និងគណនី SABC របស់វាបាទចឹងកុំឲ្យខាត់ពេលយូរយើងទៅមើលដំណោះស្រាយទាំងអស់គ្នាចឹងចំណុចកគឺយើងរកសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ L ដែលកាត់តាម B ហើយនិង C បាទអញ្ចឹងបំរាប់របស់យើងបាញ់គឺយើងដឹងថាយើងមាន coordinate A មាន coordinate ដក1 2 3ហើយ B coordinate របស់វាគឺយើងឃើញហើយគឺ0ដក1ហើយនឹង1ហើយនឹង coordinate នៃ C ចំណុច C ណាមាន coordinate 2ហើយនឹង3ហើយនឹង5អញ្ចឹងយើងចង់បានសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ L ដែលកាត់តាម BC អញ្ចឹងគឺយើងត្រូវដឹងថាតើសមីការបន្ទាត់ L មានរាងដូចម៉េចណាអញ្ចឹងសមីការបន្ទាត់មានរាង x ស្មើនឹង x0 បូក rt y ស្មើនឹង y0 បូក bt ហើយនឹង z ស្មើនឹង z0 បូក ct អញ្ចឹងដែល x0 y0 z0 នឹងជាចំណុចកាត់ណាជាចំណុចកាត់ហើយ ABC ជាគេហៅថា vector ប្រាប់ទិស vector ប្រាប់ទិសនៃបន្ទាត់អញ្ចឹងលំហាត់របស់យើងគឺសមីការ L ហ្នឹងវាកាត់តាម B និង C អញ្ចឹងលោកគ្រូឧបមាថានេះចំណុច B ហើយនេះជាចំណុច C អញ្ចឹងបន្ទាត់របស់យើងគឺត្រូវកាត់តាមពីរចំណុចនេះអញ្ចឹងយើងឃើញថាចំណុចកាត់របស់យើងគឺមាន2ចំណុចណាយើងអាចឲ្យវាកាត់ A ក៏sorry ឲ្យវាកាត់ B ក៏បានឲ្យវាកាត់ C ក៏បានតើអ្វីជា vector ប្រាប់ទិសរបស់វាអញ្ចឹង vector ប្រាប់ទិសរបស់វាគឺជា vector ស្របនៃបន្ទាត់ហ្នឹងអញ្ចឹងគឺ vector BC ណា vector BC អញ្ចឹង vector BC គឺជា vector ដែលស្របទៅនឹងចំណុច2ហ្នឹងអញ្ចឹងការសរសេរសមីការបន្ទាត់ចំណុចសំខាន់2ដែលយើងត្រូវស្គាល់ទី1គឺចំណុចកាត់ហើយទី2នោះគឺ vector ប្រាប់ទិសអញ្ចឹងលំហាត់របស់យើងគឺថាដោយបន្ទាត់ L ណាកាត់តាមចំណុច BC កាត់តាមចំណុច B ទាំងចំណុច B យើងមាន coordinate 0ដក1 1ហើយ vector ប្រាប់ទិសរបស់វាគឺ BC អញ្ចឹងគ្នាយើងត្រូវរក BC សិនអញ្ចឹង BC យើងយកxc ដក xb yc ដក yb zc ដក zb អញ្ចឹងទៅអញ្ចឹងយើងជំនួស xc xb yc yb zc zb ចូលមកយើងគណនាឃើញ2ហើយនឹង44ណាមកយើងបាន244ជា vector BC ជា vector ប្រាប់ទិសអញ្ចឹងយើងអាចយកមកជំនួសបានតាមរូបមន្តនេះអញ្ចឹងយើងបាន x កន្លែងហ្នឹងគ្រូជំនួសឲ្យមើលមក x ស្មើអញ្ចឹងxb យើងគឺ0បូកឲ្យ a តេនឹង a យើង2គឺ2តេ y ស្មើដក1បូក4តេហើយ z ស្មើនឹង1បូក4តេណាអញ្ចឹងកន្លែងនេះគឺ
គ្រាន់តែគេត្រឡប់តេមកមុខណាជាងចម្លើយដូចគ្នាចឹងកុំភ្លេចប្រាប់គេផងណាថាតេជារបស់ air បានន័យថាតេជាប៉ារ៉ាម៉ែត្រវាមានតេជារបស់ air ដែលតេនឹងជាចំនួនថេណាមួយណានៅលើ air ហ្នឹងចឹងកុំភ្លេចដាក់តេជារបស់ air គេផងចឹងយើងឆ្លើយដូចនេះមកដូចនេះសមីការប៉ារ៉ាម៉ែត្រនៃបន្ទាត់ L គឺស្មើនឹងបែបហ្នឹងណាគឺ x ស្មើ 2t y ស្មើនឹង 4t ដក 1 ហើយ z ស្មើនឹង 4t បូក 1ហើយយើងចូលមកចំណុចខគឺរកសមីការប្លង់ p ដែលកាត់តាម a ហើយកែងទៅនឹងបន្ទាត់ L ចឹងឧបមាថាយើងមានប្លង់ p មួយចឹងនេះជាប្លង់ p ចឹងប្លង់ p ហ្នឹងគឺកែងទៅនឹងបន្ទាត់ L ឃើញទេកែងនឹងបន្ទាត់ L ចឹងឧបមាថានឹងប្លង់អានេះបន្ទាត់វាមកពុះកាត់ប្លង់ហ្នឹងកែងគ្នាចឹងណាយើងសម័យមើលរូបភាពមកវាបែបហ្នឹងប្លង់ឧបមាថានេះជាប្លង់ដេកចឹងទៅជាប្លង់ដេកហើយបន្ទាត់ហ្នឹងគឺយើងបញ្ឈរវាពីលើប្លង់ហ្នឹងឲ្យត្រង់បែបហ្នឹងមកវាកែងអញ្ចឹងសម័យការប្លង់យើងត្រូវដឹងថាសម័យការប្លង់មានរូបមន្តដូចម្ដេចអញ្ចឹងសម័យការប្លង់ p រូបមន្តរបស់វាអីគេ a កតា x ដក x0 បូក b តា y ដក y0 បូក c កតា z ដក z0 ស្មើនឹង0ដែល ABC គឺជា vector normal ណាជា vector normal ហើយ x0 y0 z0 ជាចំណុចដែលវាកាត់អញ្ចឹងប្លង់របស់យើងនេះយើងដឹងចំណុចកាត់មួយហើយជាងចំណុចកាត់គឺ A អញ្ចឹង coordinate ចំណុច A គឺជា x0 y0 z0 ណាអញ្ចឹងអ្វីដែលយើងនៅទាក់នោះគឺ ABC ដែលយើងអត់ទាន់ដឹងថាតើ ABC ហ្នឹងយើងទាញតាមណាអញ្ចឹងដោយ P ដែលប្លង់ P កែងនឹង L អញ្ចឹងបានន័យថា P ក៏កែងនឹង vector BC ដែរហេតុអីយើងដឹងថាបន្ទាត់វាមាន vector ប្រាប់ទិស vector ស្របរបស់វាហ្នឹងគឺស្របជាមួយនឹងបន្ទាត់ហ្នឹងណាអញ្ចឹងបើសិនជាបន្ទាត់នឹងវាកែង vector ប្រាប់ទិសវាក៏កែងដែរអញ្ចឹងណាកែងដែរអញ្ចឹងនាំឲ្យ vector normal គឺស្មើនឹង BC ហ្នឹងឯងហេតុអីបានអញ្ចឹងយើងដឹងថាសម័យការប្លង់គឺវាត្រូវមាន vector n មួយដែលកែងទៅនឹងប្លង់ហ្នឹងអញ្ចឹងអានេះគឺជា vector n យើងឃើញ vector n ហើយនិង vector BC ស្របគ្នាមែនទេអញ្ចឹងកាលណា vector 2ស្របគ្នា vector b ស្រប vector n ស្របនឹង vector BC អញ្ចឹងគឺយើងនឹងទាញបានថា vector n ហ្នឹងគឺស្មើនឹង BC vector ហើយអញ្ចឹងណាស្មើនឹង BC vector អញ្ចឹងបើ BC ស្មើប៉ុណ្ណា vector n ក៏ប៉ុណ្្នឹងដែរបាទអញ្ចឹងដោយសារតែ p វាកែងជាមួយនឹង vector ប្រាប់ទិសអញ្ចឹងធ្វើឲ្យ vector normal របស់វាគឺស្មើគ្នាជាមួយនឹង vector ប្រាប់ទិសរបស់បន្ទាត់ L អញ្ចឹងគឺស្មើនឹង 2 4ណាអញ្ចឹងយើងយកមកជំនួសចូលទៅក្នុងសមីការប្លង់របស់យើងអញ្ចឹងយើងបាន2កតាអញ្ចឹង2ហ្នឹងគឺ A នេះអានេះគឺ A អានេះគឺ B អានេះគឺ C ណាកតា x ដក x0 អញ្ចឹង x0 យើងដក1អញ្ចឹងដកឲ្យដក1អញ្ចឹងយើងគ្រាន់តែជំនួសលេខចូលហើយយើងពន្លាតសមីការហ្នឹងអញ្ចឹងយើងបានសមីការប្លង់របស់យើងគឺ x បូក 2y បូក 2z ដក9ស្មើនឹង0បាទអញ្ចឹងចំណុចខគឺមានប៉ុណ្ណឹងណាអញ្ចឹងចំណុចខនេះកលឹះរបស់វាគឺយើងត្រូវដឹងថា vector n គឺវាត្រូវស្មើនឹង vector BC កាលណាដែលប្លង់វាកែងជាមួយនឹងបន្ទាត់អញ្ចឹងកាលណាប្លង់កែងបន្ទាត់ធ្វើឲ្យ vector normal ហើយនិង vector ប្រាប់ទិសស្មើគ្នាអញ្ចឹងណាស្មើគ្នាយើងចូលមកចំណុចខចឹងចំណុចខអធិស្ឋានចំណុចកណាចំណុចកគឺរក coordinate ចំណុចប្រសពរវាងហាស់ចំណុចប្រសពហាស់រវាង P ហើយនិង L រវាងប្លង់ P ហើយនិងបន្ទាត់ L អញ្ចឹងចំណុចប្រសពចឹងឧបមាថាមិញប្លង់យើងដឹងថាវារបៀបនេះចឹងទៅនេះ L ចឹងកែងចឹងវាប្រសពគ្នាបានន័យថាអីយើង P វាផ្សព្វមួយ L ចឹងកន្លែងដែលវាប្រសពគ្នាហ្នឹងគឺវាមាន
coordinate មួយចឹងត្រង់ coordinate ហ្នឹងគេហៅ coordinate នៃចំណុចប្រសពបាទអញ្ចឹងក្នុងប្រធានលំហាត់យើងនេះគឺគេតាំងចំណុចប្រសពហ្នឹងដែលអក្សរហាអញ្ចឹងយើងមិនចាំបាច់ហត់តាំងអីទេគឺគេតាំងឲ្យហើយចឹងយើងតាំងហាស់ហ្នឹងមាន coordinate ដោយសារយើងអត់ស្គាល់អញ្ចឹងយើងតាំងដោយ x ហាស់ y ហាស់ z ហាស់អញ្ចឹងទៅដែលហាស់ហ្នឹងគឺជាចំណុចប្រសពរវាង p ហើយនឹង l អញ្ចឹងបើសិនជាហាស់វាជាចំណុចប្រសពរបស់ p ហើយនឹងអានេះរបស់ p ហើយអានេះរបស់ l បើន័យថាហាស់ហ្នឹងវាគឺជាចំណុចនៅលើប្លង់ p ផងហើយនៅលើបន្ទាត់ l ផងអញ្ចឹងយើងទាញបានថាហាស់របស់ p បើន័យថាហាស់ហ្នឹងវានៅលើប្លង់ហ្នឹងអញ្ចឹងនោះបើសិនជាហាស់ជារបស់ p បើន័យថាហាស់វាត្រូវផ្ទីងផ្ទាត់ទៅនឹងសមីការ p បើន័យថាយើងយកcoordinate នៃចំណុចហាស់យកមកជុះចូលក្នុងសមីការ p ទៅវាផ្ទីងផ្ទាត់អញ្ចឹងណាអញ្ចឹងសមីការប្លង់ p របស់យើងមិញយើងឃើញអីគេ x បូក 2y បូក 2z ដក 9 មែនទេអញ្ចឹងយើងគ្រាន់តែបដូរទៅជា x ហាស់បូក 2y ហាស់បូក 2z ដក 9 ស្មើ0អញ្ចឹងជាសមីការមួយមកហើយហាស់ក៏ជារបស់បន្ទាត់ l ដែរអញ្ចឹងបើន័យថាហាស់ក៏ផ្ទីងផ្ទាត់ទៅលើបន្ទាត់ l ដែរអញ្ចឹង x ហាស់ត្រូវស្មើ 2t y ហាស់ត្រូវស្មើនឹង 4t ដក 1 ហើយ z ហាស់ត្រូវស្មើនឹង 4t បូក 1 សមីការ2អញ្ចឹងយើងឃើញថាសមីការទាំងពីរនេះគឺវាមានទំនាក់ទំនងគ្នាយើងអាចយក2យកមកជំនួសក្នុង1បានមែនទេចឹងយើងយក2មកជំនួសចូល1កន្លែង x ហាស់ជំនួសដោយ 2t y ហាស់ជំនួសដោយ 4t ដក 1 ហើយ z ហាស់ជំនួសដោយ 4t បូក 1ឃើញទេនេះ x ហាស់ 2t 2គុណដោយ y ហាស់2គុណឲ្យ z ហាស់ដក 9 ស្មើនឹង0អញ្ចឹងយើងដោះស្រាយរកតេដោយសារអីនេះវាជាសមីការ degree ទី1វាមើលអញ្ញាតរបស់យើងគឺអញ្ញាតតេអញ្ចឹងយើងទាញបានហាស់អធិស្ឋានគឺយើងទាញបានតេស្មើនឹង1លើ2 1លើ2អញ្ចឹងកាលណាដែលយើងគណនាបានតេហើយយើងយកតេទៅជំនួសចូលទៅក្នុង l វិញដើម្បីទាញរក x ហាស់ y ហាស់ z ហាស់អញ្ចឹងយើងបាន x ហាស់ស្មើ1 y ហាស់ស្មើនឹង1ហើយនឹង z ហាស់ស្មើនឹង3អញ្ចឹងនាំឲ្យហាស់មាន coordinate 1 1 3ណាអញ្ចឹងហាស់ជាចំណុចប្រសពរវាង p និង l ត្រង់ coordinate x1 y1 z 3បាទអញ្ចឹងចំណាំណាកាលណាដែលគណនាចំណុចប្រសពរវាងប្លង់ឬមួយក៏បន្ទាត់អញ្ចឹងប្លង់និងបន្ទាត់ប្លង់និងស្វែឬមួយក៏បន្ទាត់និងស្វែអីចឹងគឺយើងត្រូវយកសមីការណាដែលតូចជាងយកទៅជុះចូលក្នុងសមីការដែលធំជាងចឹងដូចនេះចឹងសមីការបន្ទាត់គឺវាតូចជាងសមីការប្លង់មិនបានខ្ញុំថាតូចជាងភាសាអីអានេះវា x ដាច់ដោយ x y ដាច់ដោយ y អញ្ចឹងណា z ដាច់ដោយ z ពេលនេះគឺវានៅជាប់ជាទំនាក់ទំនងតគ្នាចឹងយើងយកអាបន្ទាត់ជួសជុលប្លង់ហើយយើងអាចគណនារក coordinate ចំណុចប្រសពឃើញហើយដល់ចំណុច curve វិញរកប្រភេទត្រីកោណ ABC ហើយនឹងគណនាផ្ទៃកន្លាចឹងយើងឧបមាថាអានេះត្រីកោណ ABC ទៅអញ្ចឹងដើម្បីប្រាប់ប្រភេទត្រីកោណនឹងបានយើងត្រូវរកជ្រុងAB ជ្រុង BC ជ្រុង CA ឬក៏ AC ហ្នឹងណាដូចគ្នាទេហើយយើងធ្វើការប្រៀបធៀបណាយើងត្រូវរកប្រវែងជ្រុងវាហើយយើងប្រៀបធៀបវាអញ្ចឹងយើងមើលចំណុច ខហ្នឹងអញ្ចឹងយើងមាន BC vector ស្មើនឹង244ហើយយើងរក vector AB ទៀតមកហើយ vector AC ទៀតមកណាអញ្ចឹង vector AB ស្មើនឹង1ដក32ហើយ vector AC ស្មើនឹង3 1 2អញ្ចឹងយើងរកប្រវែងរបស់វាណាអញ្ចឹងប្រវែងរបស់វាBC បាន x លើកជាការ៉េបូក y លើកជាការ៉េបូក z លើកជាការ៉េមកហើយ AB ក៏អញ្ចឹងដែរយើងទាញប្រវែងនីមួយរបស់វាបានចុងក្រោយយើងឃើញថា
AB គឺស្មើនឹង AC ហើយវាខុសពី BC អញ្ចឹងត្រីកោណរបស់យើងជាត្រីកោណអីជាត្រីកោណសមបាតណាជាត្រីកោណសមបាតកំពូល A ដោយសារវាមាន A រួមហើយនេះ A រួមគ្នាអញ្ចឹងឧបមាថានេះ A អញ្ចឹងទៅអានេះ B អានេះ C អញ្ចឹង AB ហើយ AC គឺស្មើគ្នាអញ្ចឹងវាជាត្រីកោណសម្បត្តិដែលមានកំពូល A អញ្ចឹងការគណនារកប្រវែងនេះយើងអាចធ្វើយកតែម្ដងក៏បានដែរ BC យើងមានហើយយើងប្រើតាមនេះទៅហើយ AB វិញយើងបាច់រក vector AB ក៏បានដែរយើងប្រើរូបមន្តតម្រុំ AB ឬស្មើអីណាឬស្មើនឹងឬ xb ដក xa លើកជាការ៉េបូក yb ដក ya លើកជាការ៉េបូក zb ដក za លើកជាការ៉េចាំតែយើងចំនួនលេខចូលមកឃើញតែហ្មងណាយើងមិនបាច់គណនា vector AB ក៏បានដែរតែបើយើងគណនា vector AB ហើយយើងទាញរក AB តាមក្រោយទៀតក៏អត់អីដែរអញ្ចឹងយើងចេះតែច្រើនរបៀបណាកុំឲ្យទាល់បាទអញ្ចឹងយើងចូលមកចំណុចមួយទៀតគឺគណនាផ្ទៃកាឡាអញ្ចឹងរូបមន្តផ្ទៃកាឡា SABC ហ្នឹងគឺត្រូវស្មើអី1 លើក 2 norm នៃ AB ក្បែង AC អញ្ចឹងគឺយើងត្រូវរកនេះឲ្យឃើញសិនណា AB ក្បែង AC ឲ្យឃើញអញ្ចឹងយើងតាមរូបមន្តដូចបង្ហាញបាញ់មិញអញ្ចឹងយើងត្រូវគណនាផលគុណ AB ក្បែង AC សិនពីនេះយើងគុណតាម ECK គេដំបូងយើងគុណយើងដាក់មក AB ក៏អន័យវាប៉ុន្មាន AC ក៏អន័យវាប៉ុន្មានយើងរាយមកទាំងដំបូងគឺយើងគណនារក E មែនទេគណនារក E អញ្ចឹងគណនារក E យើងធ្វើម៉េចអញ្ចឹងកាលណាដែលយើងចង់បាន E យ៉ាវិញណាកាលណាយើងចង់បាន E នេះយើងត្រូវលុប E ចោលអញ្ចឹងយើងមានសល់2ទូនេះតែយើងចង់បានទូណាគឺយើងលុបទូនោះតែយើងចង់បាន C ពីខាងអស់